សួស្តីអ្នកនរនេះថ្ងៃនេះខ្ញុំនឹងមករៀនអ្នកនរគ្នាពីរបៀបបង្កើត roaming profile នៅលើ Windows Server 2022 អញ្ចឹងយើងមាន user មួយឥឡូវខ្ញុំបង្កើតក្រុមមួយមានឈ្មោះថា roaming pf អូខេអញ្ចឹងបន្ទាប់មកទៀតខ្ញុំ add user ហ្នឹងចូលទៅក្នុងក្រុមចឹងសេចមក roaming ប៉ុណ្ណឹងមក check អូខេខ្ញុំ apply មកអូខេចឹងបន្តមកទៀតយើងចូលមក file explorer ខ្ញុំបង្កើត folder ថ្មីមួយឈ្មោះថាroaming pf ហើយយើងคลิกយក property យក sharing ហើយយក advanced sharing មកហើយយើង text មកចូលទៅកន្លែង permission ហើយនេះថែមដុល្លារមួយអញ្ចឹងយើងចូលទៅ permission remove ចេញហើយយើង add យក add one ចុច find now យក administrator មាន s នេះអូខេយក add one find now មួយទៀតមកទេខ្ញុំដាក់ថាអូខេហើយដាក់ roaming ហើយយើង check ណែមកអូខេយើងអូខេចឹងយើងដាក់ allow នេះមក full control មក apply allow មក apply អូខេ apply មួយទៀតអូខេអញ្ចឹងកន្លែងនេះចូល security ហើយយក add one មកតោះខ្ញុំធ្វើការ remove read and secure និង special នេះខ្ញុំអញ្ចឹងដើម្បី remove បានយើងត្រូវ disable inheritance ហើយយើង remove ចេញមកហើយបន្ទាប់មកទៀតយើងធ្វើការ add ក្រុមរបស់យើង set មកដាក់ថា roaming check name អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា this folder only ហើយយក show advanced permission ហើយខ្ញុំធ្វើការដកឡើង list data ដកអញ្ចឹងកន្លែងនេះយើងដកកន្លែង read attribute ហើយ transfer នេះដកកន្លែង execute file អញ្ចឹងកន្លែងនេះយើង create file នេះយើង check មកហើយ click OK apply OK អញ្ចឹងយើងនេះយើង copy path នេះមកយើង close មកហើយយើងចូលទៅកាន់ MMC របស់យើងវិញយើង click យក user property profile path មកដាក់ backslash 1 dollar user name ភាគរយយើងទៅការ apply មកយើងចុច OK អញ្ចឹងយើងចូលទៅកាន់ Windows Client របស់យើងម្ដងហើយយើងធ្វើការ login user ដែលយើងបានដាក់មុនហ្នឹងហើយ password អូខេចឹងឥឡូវយើងចូលមកកាន់អូខេជោគជ័យ